សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មការការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅអាហារដ៏ឈ្ងុយឆ្ងាញ់ចែកជូនបងប្អូនទាំងអស់គ្នានោះគឺសាច់គោអាំងទឹកប្រហុកជាមួយនឹងបន្លែដ៏ស្រស់ចាគឺឆ្ងាញ់ស្រួយស្រាប់តែម្ដងចានេះបងប្អូនឲ្យឃើញមុខអ្នកដែលញ៉ាំនឹងតិចទេណាកុំឲ្យថាអត់ឃើញមុខនេះខ្ញុំនឹងឆ្នាំនេះនឹងចាស់ច្រើនណាបងប្អូនចាស់ហើយមុខគ្មាន make up អីទេគឺមុខចាសិនចឹងឯងតែម្ដងបងប្អូនមើលគឺក្នុងវីដេអូមិនខាងក្រៅគឺអញ្ចឹងចាបងប្អូនឲ្យខ្ញុំបញ្ចូលសលេងខ្ញុំនឹកឃើញខ្ញុំឃ្លានទៀតតែម្ដងយើងដាក់គល់ខើជាមួយទឹកប្រហុកទៅហើយយើងច្របាច់ក្រូចណាហើយជាមួយម្ទេសអូនិយាយថាជាតិមកបងប្អូនហើយចេញទឹកមាត់មកច្រោកហើយបន្លែស្រួយស្រាប់ចាខ្ចីតែម្ដងសម្រាប់បងប្អូនណាដែលដូចខ្ញុំខ្លះខ្ញុំពេលដែលខ្ញុំមានអារម្មណ៍ថាហេវហត់អស់កម្លាំងគឺដាក់សាច់គោទៅមានកម្លាំងតែម្ដងគឺមិនដឹងកម្លាំងមកពីណាបងប្អូនហើយញ៉ាំម្ដងនឹងមានកម្លាំង2-3ថ្ងៃចាពិតជាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបែបឈាបងប្អូនយើងញ៉ាំនៅកញ្ចុះឥឡូវចាប់ហើយមកតាមដានទេសនាជាមួយនឹងប្រភេទចាម្ហូបនៅសាទៅនៅម្ដងដោយសារតែវីដេអូញ៉ាំនឹងតិចពេកអញ្ចឹងខ្ញុំបន្តបងប្អូនតភាគនៅនេះទៀតណាមានប្រភេទត្រីបន្លែត្រីសាច់ធ្វើស៊ុបអីហ្នឹងបងប្អូនហើយឲ្យតែមានលុយមាន់ខ្មៅមាន់សអីបើកម្លាំងស្អីហ្នឹងអូយគឺថាមានមកចាប់ចាតាំងពីងាវតាំងពីបកងអូមានគ្រប់ធ្វើគ្រប់ម៉ូតគ្រប់ម៉ាក់បងប្អូនហើយថាសម័យឡើងមិនខ្វះទេមានតែតាំងពីចាលៀសមានតាំងពីសាម៉ុនមានតាំងពីថៃប្រឡាក់ចាតងអីអូសពសារពើបងប្អូនហើយថៃហើមអីណេះក្តាមចាមឹកធំមឹកតូចលៀសហាលលៀសហូលអីនឹងមកចាប់បងប្អូនអធិស្ឋាននិយាយលៀសហាលចាត្រីទុកត្រីឆ្ពិនអីត្រីចង្វាតូចអីតងអីហ្នឹងអូត្រីឆ្លាតត្រីឆ្លូញមានមកចាប់បងប្អូនហើយបែស្អីក៏មានដែរគីមឈីណាបងប្អូនហើយគីមឈីផ្សិតណាចូលមកបែកបន្លែវិញណាបងប្អូនផ្សិតមកជុលផ្សិតផ្លូវមន់ស្ពៃបកោពេងប៉ោះអាកូនស្ពៃពោតនិយាយពីថាខិតឆាយអានេះគេហៅថាសាលរីបងប្អូនមិនមែនខិតឆាយទេហើយអ្នកដើមខ្ទឹមធំដើមខ្ទឹមតូចស្អីណាអូយសិតតាមហូបចិនហូបខ្មែរមកកណោមិនហូបទេបន្លែហ្នឹងចិនក៏ចូលចិត្តហូបអានេះមកបោះខ្មែរមានគល់ខៃមានម្រះមានទ្របមានអីណាស្ពៃក្តោបខាត់ណាអូច្រើនណាស់វីដេអូញាប់ទៀតមើលចាអញ្ចឹងសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះបើបងប្អូនចូលចិត្តសូមកុំភ្លេចជួយ Subscribe Share Comment Like មេវីដេអូទាំងអស់គ្នាអរគុណបាយបាយ